ភាសាតំណាក់តំណងមីងចេញវីដេអូមួយនេះសម្រាប់ផ្សារភ្ជាប់ទៅដល់កូនក្មួយទាំងអស់ដែលព្យាយាមតំណាក់តំណងមកមីងមីងមិនមែនជាប្រភេទមនុស្សមួយដែលពូកែប្រកាន់ឬមួយក៏ពូកែចាប់ចំណុចដើម្បីយកមករិះគន់អត់ទេប៉ុន្តែមីងចូលចិត្តនៅការស្ថាបនាក្មួយមានកូនក្មួយជាច្រើននេះដែលតែឆាតមកមីងសួរមីងទាំងអត់ដឹងថាក្មួយជាអ្នកណាទី1 profile របស់ក្មួយបិទរូបដាក់រូបតុក្កតាដាក់រូបផ្កាខ្លះក៏ភ្លូពណ៌ខ្មៅចោលតែម្ដងហើយពេលដែលរាល់សំណួរដែលក្មួយសួរមីងមីងអត់ដែរឆ្លើយទេពីព្រោះអីសំណួរទាំងអស់ហ្នឹងមីងមិនដឹងឆ្លើយទៅជាមួយបុគ្គលមួយណាមីងលើកទឹកចិត្តឲ្យកូនក្មួយថាបើសិនជាសំណួរហ្នឹងក្នុងន័យបច្ចេកបច្ចាឬមួយសំណួរចេញពីចិត្តក៏ដោយសួរជ្រៅសួររាក់ឬមួយក៏សួរយ៉ាងណាក៏ដោយវាក្តៅវាត្រជាក់បែបណាក៏ដោយតែងតែមានចម្លើយឯងហើយចម្លើយបដិសេធតែងតែមានឯងក្មួយត្រូវដឹងថាក្នុងលោកហ្នឹងប្រកាសជាមានការបដិសេធមិនថាការសួរសំណួរផ្សេងឬមួយក៏ការលក់ការទិញទេត្រូវតែជួបការបដិសេធដែរក៏ប៉ុន្តែបដិសេធដែលសមស្របនឹងថ្លៃថ្នូរបំផុតអញ្ចឹងដើម្បីអំពីការបដិសេធដ៏សមស្របហើយថ្លៃថ្នូរតើតែយើងចាប់ផ្ដើមអំពីរបៀបក្នុងការថ្លៃថ្នូរដូចគ្នាអញ្ចឹងមីងចង់លើកទឹកចិត្តឲ្យកូនក្មួយទាំងអស់ថារបៀបសួរបើសិនជាក្មួយសួរមីងសួរបែបហ្នឹងក្មួយមកគិតថាមីងហ្នឹងគឺជាមនុស្សបែបណាមិនអាចសមរម្យនឹងក្មួយណែនាំខ្លួនទេឬមួយក៏ក្មួយទម្លាប់សួរបែបហ្នឹងទៅកាន់បុគ្គលជាច្រើនដទៃទៀតអាហ្នឹងមីងចង់កែសម្រួលតែក្មួយថាក្មួយមិនអាចមានថ្ងៃដែលបានតំណាក់តំណងស៊ីជម្រៅនិងតំណាក់តំណងមួយដែលស្មោះស្ម័គ្រហើយនឹងការជួយពិតប្រាកដនោះបានទេមីងចង់កែលម្អកូនក្មួយថាបើសិនជាក្មួយចង់សួរសំណួរទៅចាស់ទុំមួយណាមិត្តភ័ក្តិមួយណាក្មួយគួរតែណែនាំខ្លួន profile បិទចោះតែក្មួយផ្ញើមួយមកខ្ញុំឈ្មោះកអីចឹងទៅទីលំនៅនៅកន្លែងនេះសូមអធិស្ឋានសូមសួរមីងសួរបងសួរប្អូនសួរពូសួរមីងអីចឹងទៅពីព្រោះអីពីព្រោះក្មួយឲ្យបានតាំង profile ហើយបើសិនជាក្មួយតាំង profile កូនតាំង profile របស់សត្វចិញ្ចឹមតាំង profile របស់រូបសញ្ញាផ្សេងមីងប្រកាសជាអត់ឆ្លើយហើយអញ្ចឹងសូមឲ្យក្មួយកែប្រែឡើងបើសិនជា profile ក្មួយមិនអាចដាក់បានទេក្មួយត្រូវផ្ញើរូបថតមួយសន្លឹកជាអត្តសញ្ញាណថាក្មួយគឺជាបុគ្គលពិតជាមនុស្សពិតមិនមែនជា account fake ទេអញ្ចឹងមីងចង់ចែករំលែកនៅបែបនេះថាដើម្បីជាសារដាស់តឿនមួយថាសម័យនេះគេត្រូវការមនុស្សពិតមនុស្សស្មោះត្រង់មនុស្សដែលទទួលខុសត្រូវនៅលើអ្វីដែលខ្លួនបានធ្វើអូខេ